បាទសូមការអនុញ្ញាតគោរពជម្រាបសួរទស្សនិកជនទាំងអស់ពុកម៉ែបងប្អូននៅក្នុងប្រទេសនិងក្រៅប្រទេសបាទថ្ងៃទី22បាទប្រហែលថ្ងៃនេះគឺធាតុថៃបានបើកកោពីប្រហារខ្លាំងណាស់បងប្អូនអើយរយៈពេលថ្ងៃប្រហែលថ្ងៃមួយអាទិត្យនេះគឺធាតុថៃបានបើកកោពីប្រហារមកលើខេត្តទីមានជ័យខ្លាំងណាស់បងប្អូនខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋក៏ដូចជាផ្ទះសម្បែងឆេះអូខ្លាំងណាស់បងប្អូនអើយថ្ងៃនេះព្រឹកនេះមកច្រើនបងប្អូនភាសាក៏មកធ្វើការនៅបំពេញហើយក៏មកច្រើនណាស់ព្រោះការបាញ់ប្រហារបាញ់ឆ្លងយោធាថៃខ្លាំងមែនទេបងប្អូនព្រឹកមិញក៏បាញ់ខ្លាំងដែរនេះគឺការបាញ់ប្រហារខ្លាំងណាស់បងប្អូនក៏រត់មកហើយកំពុងតែធ្វើការធ្លាក់គ្រឹមទៀនកន្លែងធ្វើការរត់មកព្រាតអស់ហើយគាត់មកកាត់សក់គាត់និយាយប្រាប់ខ្ញុំមិញបាញ់ខ្លាំងណាស់បងប្អូនអើយប៉ែអត់ស្រាទេគាត់បាញ់រហូតហ្នឹងមិនដឹងថាយោធាថៃគេគិតយ៉ាងម៉េចគឺក៏គោលដៅគេគិតយ៉ាងម៉េចទេអត់គេបាញ់ប្រហារមកលើប្រទេសយើងខ្លាំងណាស់បងប្អូនឆេះខូចខាតផ្ទះប្រជាជនស្មានថាបានឈប់ទេបងប្អូនគេបាញ់ប្រហារមករហូតពលសម្បត្តិសាធារណៈសម្បត្តិបេតិកភណ្ឌនៅឆេះបាញ់ឆេះតិចឆេះទីឲ្យបងប្អូនអើយទៅឲ្យបាញ់ប្រហារមកលើកម្ពុជាយើងជាច្រើនថ្ងៃជាច្រើនខែអត់ចប់ទេនឹងពេលណាបានស្រាទេបងប្អូនបាញ់ហើយបាញ់ទៀតឡងមានទាំងយន្តហោះមានទាំងកប៉ាល់ចម្បាំងទៀតបងប្អូនលោកបាញ់គ្រប់អស់ហើយនឹងតែគេគិតយ៉ាងម៉េចទេខាងយោធាថៃបាញ់ខ្លាំងណាស់បងប្អូនរត់មកច្រើនបងប្អូននៅខាងភូមិខ្ញុំគាត់ពេចពីក្របផ្សំហ្នឹងផ្លោងខ្លាំងបងប្អូនបាទអរគុណគ្រប់លាជំរាបលាបាទជួបខ្ញុំបាទវីដេអូក្រោយជួបខ្ញុំបាទវីដេអូក្រោយទៀតបាយបាយគ្រប់លា